និយាយពីថាទៅផ្សារព្រឹកមិញអ្នកទាំងអស់គ្នាហើយគឺឃើញតកូនហើយនឹងកញ្ឆែតជ្រក់តាំងនិយាយពីខ្វាក៏មែនទែនឃើញវាស្ទើរល្អខ្ចីលវអត់ដឹងថាចង់ធ្វើមហោបអ្វីចង់ត្រីបឹងកញ្ឆែតនោះបន្តិចទៅសឡម្ជូរបន្តិចទៅហើយក៏បុកគ្រឿងដែរតែស្រេចរួចគឺខ្ញុំជ្រើសរើសយកស្លម្ជូរហើយអ្នកទាំងអស់គ្នាដោយសារតែស្លម្ជូរវិញខ្ញុំចូលចិត្តខ្លាំងណាស់ហើយអ្នកតែខ្ញុំបើថាបានស្លម្ជូរវិញបាយម្សានឹងឲ្យស្រកពោះទៅថែមម្សាទៀតដោយសារតែអ្នកតែខ្ញុំគឺចូលចិត្តខ្លាំងមែនទែនហើយត្រួយ7ខែហ្នឹងគឺលាស់ល្អខ្លាំងណាស់ដោយសារតែត្រូវទឹកភ្លៀងបាន1មេ2មេហើយបេះតាមនៅគៀនផ្ទះហ្នឹងមួយផ្លេតគឺបានមួយសឡហើយយើងមកបេះបន្លែកញ្ឆែតហ្នឹងអត់ត្រូវការបេះអីច្រើនទេដោយសារកញ្ឆែតជ្រក់ទឹកនឹងស្រាប់ទៅគឺខ្ចីតាំងពីចុងរហូតដល់គល់ហ្មងណាគឺខ្ចីល្អមែនទែនហើយអាចจะផ្លោកសវាហ្នឹងក៏អត់សូវមានដែរខ្ញុំបេះតែស្លឹកគៀនគល់ហ្នឹងបន្តិចចេញហើយកាត់យកតែម្ដងហើយខ្ចីល្អមែនទែនខ្ញុំចំណាយលុយតែត្រឹម1500អ្នកទាំងអស់គ្នាទិញបន្លែដោយសារតែកញ្ឆែតខែហ្នឹងគឺសបោមួយដុំ500ធំមែនទែនឡើងប៉ិនក៏ដៃដែរអញ្ចឹងណាហើយយើងមកស្លជាមួយនឹងត្រីក្រាញ់มันមានជាតិរឹតតែឆ្ងាញ់ត្រីក្រាញ់ត្រីដៃហ្នឹងគឺត្រូវជាតិខ្លាំងមែនទែនដោយសារតែមួយមុខហ្នឹងណាបើថាក្រៅពីត្រីពីរប្រភេទហ្នឹងគឺអត់សូវមានជាតិមកទេអាហ្នឹងសម្រាប់ខ្ញុំអ្នកតែខ្ញុំគឺចូលចិត្តត្រីក្រាញ់និងត្រីដៃបើថាស្លម្ជូរអញ្ចឹងគឺឆ្ងាញ់ខ្លាំងណាស់ហើយបន្លែយើងបេះផ្សាយចំលាងទឹកអីរួចរាល់ហើយខ្ញុំចាប់ផ្ដើមមកបេះនៅត្រួយម្រះព្រៅបានត្រូវភ្លៀង1មេ2មេអញ្ចឹងទៀតមានពិថាលាស់ល្អបែម្រះព្រៅទៅឃើញផ្ទីចង់ស្លស្ងោបទីជាមួយសាច់ជ្រូកចិញ្ច្រាំទៀតហើយអ្នកទាំងអស់គ្នាស្អែកហ្នឹងបើជាត្រូវស្ងោមួយមុខហ្នឹងឬសារតែទីលាស់ល្អខ្លាំងណាស់ស្ដាយអញ្ចឹងណាទិញគេក៏រៀងធូរថ្លៃដែរតែដោយសារតែបន្លែយើងនៅគៀនផ្ទះមានស្រាប់អញ្ចឹងយើងស្លបន្លែគៀនផ្ទះទៅអត់មានជាតិគីមីអីទេអ្នកទាំងអស់គ្នាគឺធម្មជាតិប៉ិតហ្មងណាហើយឥឡូវងាកមើលសាឡនខ្ញុំវិញក្រោយពេលទឹកពុះបងគ្រឿងក្រៅយើងស្លឹកក្រូចរំដេងអីហើយជ្រុំប្រហុកជ្រុំអីមកដាក់ត្រីដាក់ខ្ទឹមអីយើងចូលហើយមកហើយក៏បន្ថែមនៅអំបិលហើយនឹងប៊ីចេងហើយក៏លួចស្ករសបន្តិចក្នុងនឹងផងដែរដោយសារតែអ្នកតែខ្ញុំធ្លាប់ស្លោអ្វីក៏ដោយខ្ញុំចូលចិត្តប្រើស្ករថាអត់ប្រើស្ករទេដូចខ្វះជាតិអ្វីទាំងអស់ហ្មងណាអ្នកទាំងអស់គ្នាសារយើងធ្លាប់ស្លោហើយយើងប្រើស្ករអញ្ចឹងណាមកថាបងប្អូនខ្លះគាត់ស្លឹកងោឬមួយក៏ស្លម្ជូរអីចឹងគឺគាត់អត់ដាក់អីស្ករគាត់ប្រើតែសម្រាប់ស្លម្ជូរគ្រឿងអីចឹងគាត់លួចដាក់តិចតួចទៅសម្រាប់ខ្ញុំស្លអីក៏ខ្ញុំដាក់ដែរដោយសារតែខ្ញុំចូលចិត្តហ៎ហើយក្រោយពេលដែលយើងរងាស់ស្លនឹងរៀងមកពុះពីពុះឲ្យរៀងឆ្អិនត្រីមកល្មមចឹងទៅខ្ញុំចាប់ផ្ដើមមកដាក់នៅស្លឹក7ចឹងណាត្រួយ7យើងហាន់ហើយនឹងឲ្យដួសកំពុងតែកន្លែងណាអត់ស្អាតហ្នឹងយើងដួសចេញមកដោយសារតែត្រីក្រាញ់មានជាតិខ្លាញ់ហើយត្រូវនឹងប្រហុកផងដល់អញ្ចឹងឡើងកំពុងអញ្ចឹងខ្ញុំដួសចេញមកហើយប្រហុកត្រីស្រែអញ្ចឹងឈ្ងុយល្អណាស់បងប្អូនហើយដោយសារតែខែហ្នឹងនិយាយពីថាសបោត្រីអញ្ចឹងហើយអ្នកស្រែយើងគឺធ្វើបានប្រហុករៀងថ្មីអត់សូវធំអញ្ចឹងខ្ញុំថែមប្រហុកឲ្យរៀងច្រើនអញ្ចឹងទៅឲ្យរៀងធំខ្លាំងអញ្ចឹងមកឆ្ងាញ់បើថាស្ទើប្រហុកស្ទើអីហ្នឹងសឡម្ជូរគឺអត់សូវឆ្ងាញ់ទេហើយត្រូវពេលដែលភ្លក់មកល្មមអីត្រូវចិត្តត្រូវជើអស់ហើយបងតែម្រះព្រៅនឹងមកតែអាចសាប់មកប៉ុណ្ណឹងគឺដឹងថាជាតិឆ្ងាញ់ហ្មងណាហើយហ្នឹងហើយបងប្អូនទាំងអស់គ្នាឥឡូវសឡខ្ញុំឆ្អិនរួចរាល់ហើយមកជុំគ្នាមួយខ្ញុំនេះហ្នឹងហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាចាំជួបគ្នាក្នុងវីដេអូ